ខ្ញុំជំរាបសួរបងប្អូនថ្ងៃនេះក៏បង្ហាញពីទេសភាពនៅលើដងផ្លូវហើយក៏សូមជំរាបសួរសុខទុក្ខបងប្អូនពីចម្ងាយថានៅស្រុកយើងស្ថានភាពស្រុកទេសនិងជីវភាពរបស់ពលរដ្ឋឬរបស់បងប្អូនទាំងអស់មានសេចក្តីសុខសប្បាយជាយ៉ាងណាហើយចំណែកឯខ្ញុំក៏សុខជាធម្មតារស់តាមលក្ខណៈធម្មជាតិបែបនៃទឹកដីថ្មីនេះហើយបងប្អូនគិតថានឹងមានបំណងចង់មករស់នៅទឹកដីថ្មីនេះដែរឬទេនេះជាការបង្ហាញមួយដើម្បីឲ្យបងប្អូនយកធ្វើការដកពិសោធន៍នៅក្នុងការរស់នៅស្ថានភាពអាកាសធាតុនិងស្ថានភាពផ្សេងៗនៃការរស់នៅទីនេះសូមអរគុណជម្រាបសួរជួបវីដេអូក្រោយបាយបាយ